សួស្តីអ្នកទាំងអស់គ្នាពេលនេះយើងមកបន្តរឿង Dragon Ball Z ជាបន្តទៀតមុននឹងចូលទៅកាន់ការបកស្រាយខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជួយចុច like នៅខាងក្រោមវីដេអូនេះម្នាក់មួយផងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ការបកស្រាយទាំងអស់គ្នាការពិវាមុនវិជីតាត្រូវបាន Zabon ចាប់យកមកព្យាបាលដើម្បីសួរចម្លើយអំពី Dragon Ball ដែលគេបានលាក់ទុកបន្តពិវាមុនមកបន្ទាប់ពីយកវិជីតាមកព្យាបាលហើយឃើញថាវិជីតានៅតែមិនទាន់ដឹងខ្លួនហើយភាគរយនៃការដឹងខ្លួនរបស់គេគឺមានតិចណាស់ធ្វើឲ្យ Zabon រៀងភ័យដែរព្រោះថាបើសិនជាវិជីតាមិនដឹងខ្លួនវិញទេនោះគេនឹងត្រូវស្លាប់របស់ Frieza បើមកគ្នារបស់ Goku វិញពួកគេក៏បន្តការវឹកហាត់របស់ពួកគេហើយ King Kai ក៏ឲ្យ Piccolo ប្រកួតជាមួយពួកគេទាំង3នាក់ដែលមើលទៅពួកគេទាំង3នាក់ហាក់បីដូចជាមានប្រៀបទៅលើ Piccolo បន្ទាប់ពីប្រយុទ្ធជាមួយគ្នារៀងហត់ដែរហើយ King Kai ក៏ឲ្យពួកគេសម្រាកមកមើលវិជីតាវិញគណៈពេលដែលកូនចៅរបស់ Frieza កំពុងតែព្យាបាលគេស្រាប់តែវិជីតាក៏ដឹងខ្លួនចំណែកឯ Zabon វិញគេបានមកជួប Frieza ដើម្បីនិយាយអំពីរឿងដែលគេចាប់បានវិជីតាស្រាប់តែពេលនោះ Spaceship របស់ពួកគេក៏រញ្ជួយបើមកវិជីតាវិញគេបានសម្លាប់កូនចៅរបស់ Frieza ដែលនៅទីនោះចោលបាត់ហើយចំណែកឯ Zabon និង Frieza នៅពេលដែលពួកគេមកដល់ក៏ឃើញថាវិជីតាបានទម្លុះចិញ្ចែងចេញពីទីនេះបាត់ហើយ Frieza ក៏ឲ្យ Zabon ដេញតាមយកវិជីតាត្រឡប់មកវិញតែពួកគេអត់ដឹងទេថាតាមពិតទៅនេះគឺជាល្បិចរបស់វិជីតាព្រោះថាវិជីតាកំពុងតែពួននៅក្នុង Spaceship មួយនេះហើយគេក៏រត់ទៅបន្ទប់របស់ Frieza ដែលកំពុងតែលាក់ទុក Dragon Ball ទាំងអស់នោះស្រាប់តែគ្រាន់តែឃើញ Dragon Ball ភ្លាមវិជីតាពិតជាសប្បាយចិត្តខ្លាំងមែនតើ Frieza វិញក៏ទុកពេលឲ្យ Zabon ចំនួន1ម៉ោងនៅក្នុងការស្វែងរកវិជីតាពេលនោះវិជីតាក៏ប្រើល្បិចដោយធ្វើការស្រែកហៅពួកគេហើយក៏បាញ់ផ្លាស់របស់គេដើម្បីកំទេចម៉ាស៊ីន Spaceship មួយនេះចោលដែលធ្វើឲ្យទីនោះមានផ្សែងខ្លាំងមែនតើZabon និង Frieza ក៏ព្យាយាមរត់ចូលមកបន្ទប់ដែលគេដាក់ Dragon Ball វិជីតាវិញក៏គប់ Dragon Ball ទាំង5គ្រាប់នោះចេញទៅខាងក្រៅនៅពេលដែល Zabon និងវិជីតាចូលមកដល់ក៏ឃើញថា Dragon Ball របស់ពួកគេត្រូវបានបាត់អស់ហើយវិជីតាវិញកំពុងតែហែទឹកដើម្បីចាក់ចេញពីទីនេះ Gohan វិញពេលនេះគេបានធ្វើដំណើរមកដល់ភូមិដែលវិជីតាបានលាក់ Dragon Ball ហើយគេពិតជាតស្លុតនឹងទស្សនភាពនៅក្នុងភូមិនេះមែនតើដោយសារតែអ្នកភូមិទាំងអស់ហ្នឹងត្រូវបានស្លាប់បើមកវិជីតាវិញគេក៏យក Dragon Ball ទាំង5គ្រាប់នោះបានហើយគេពិតជាសប្បាយចិត្តខ្លាំងមែនតើដោយសារតែពេលនេះគេមាន Dragon Ball ចំនួន5គ្រាប់នៅក្នុងដៃបូករួមទាំងមួយគ្រាប់ទៀតដែលគេបានលាក់ទុកអញ្ចឹងហើយពេលនេះគេនៅខ្វះតែ Dragon Ball មួយគ្រាប់ទៀតតែប៉ុណ្ណោះមុនពេលដែលគេអាចប្រើប្រាស់ Dragon Ball បានស្រាប់តែពេលនោះវិជីតាក៏ប្រទះឃើញ Krillin ហោះកាត់ទីនោះជាមួយនឹង Dragon Ball មួយគ្រាប់ធ្វើឲ្យវិជីតារៀងឆ្ងល់ដែរមិនក៏ Krillin អាចធ្វើដំណើរមកដល់ភព Namek នេះបានប៉ុន្តែគេលែងខ្វល់ហើយព្រោះថាពេលនេះគេដឹងថា Dragon Ball មួយគ្រាប់ចុងក្រោយស្ថិតនៅទីណា Krillin វិញគេអត់ដឹងទេថាវិជីតាកំពុងតែតាមគេពីក្រោយGohan វិញគេក៏បានកប់សារសព Namekian ទាំងអស់នោះបន្ទាប់ពីកប់សារសពរបស់ពួកគេរួចហើយ Gohan ក៏ដើរទៅរក Dragon Ball ទីបំផុតគេក៏រកវាឃើញចំណែកឯ Zabon វិញខណៈពេលដែលគេកំពុងតែស្វែងរកវិជីតាគេក៏ប្រទះឃើញវិជីតាកំពុងតែដេញតាម Krillin ដែលមាន Dragon Ball មួយគ្រាប់ជាប់ជាមួយគេដោយមិនឲ្យខាតពេលយូរ Zabon ក៏ដេញតាមវិជីតាពីក្រោយហោះបានមួយសន្ទុះវិជីតាក៏ដឹងថា Zabon កំពុងតែហោះតាមគេពីក្រោយតែវិជីតាគេអត់ខ្វល់ទេព្រោះថាគេដឹងថាពេលនេះថាមពលរបស់គេខ្លាំងជាងមុនក៏បណ្ដោយឲ្យ Zabon បន្តដេញតាមគេពីក្រោយមកមើល Goku វិញខណៈពេលដែលគេកំពុងតែវឹកហាត់សុកស្រាប់តែមានអារម្មណ៍ថាដូចជាពិបាកនៅក្នុងការវឹកហាត់ពេលនោះឪពុករបស់ Bulma ក៏បានវីដេអូខលមកហើយក៏សរសើរថា Goku អាចវឹកហាត់នៅក្នុងទំនាញដល់ទៅ100គីឡូ Goku វិញគេឆ្ងល់មែនទែនព្រោះថាគេបានដាក់វាត្រឹមតែ50គីឡូតែប៉ុណ្ណោះតែបែរជាវាផ្លាស់ប្ដូរទៅជា100គីឡូទៅវិញឪពុករបស់ Bulma ក៏ពិនិត្យមើលហើយក៏ឃើញថាមូលហេតុដែលម៉ាស៊ីនរបស់គាត់អាចផ្លាស់ប្ដូរទំនាញឲ្យខ្លួនឯងបានដោយសារតែ Goku បានធ្វើដំណើរឆ្លងកាត់ព្យុះអាកាសមួយប្រភេទដែលវាធ្វើឲ្យប្រព័ន្ធ Spaceship ទាំងអស់ដែលឆ្លងកាត់វាមានការ error ហើយគាត់គ្មានវិធីសាស្ត្រណាមួយដើម្បីជួយ Goku បានទេអញ្ចឹងហើយ Goku ត្រូវតែរងចាំឲ្យព្យុះនេះទៅផុតដែលវាមានរយៈពេលប្រហែលជា1ម៉ោង Goku វិញគ្រាន់តែលើថា1ម៉ោងភ្លាមធ្វើឲ្យគេភ័យខ្លាំងមែនទែនដោយសារតែគេដឹងច្បាស់ថារាងកាយរបស់គេអាចទប់ទល់ជាមួយនឹងទំនាញ100គីឡូនេះបានទេនិយាយទៅកន្លែងហ្នឹងដែរដោយសារតែ Goku បានវឹកហាត់ដោយចងជើងរបស់គេឡើងទៅខាងលើហើយដាំក្បាលចុះមកក្រោមអញ្ចឹងហើយវាពិបាកក្នុងការឲ្យ Goku ងើបទៅស្រាយខ្សែដោយសារតែវាមានទំនាញខ្លាំងពេកមកមើល Krillin វិញគេបានធ្វើដំណើរមកដល់រោងភ្នំរបស់ពួកគេហើយដោយមិនឃើញ Gohan Krillin ក៏សួរ Bulma ថាតើ Gohan ទៅណាបាត់ហើយព្រោះថាគេចង់ឲ្យ Gohan ទៅជួបជាមួយនឹង Guru ដើម្បីដាស់ថាមពលដែលដេកលក់របស់គេឲ្យភ្ញាក់ឡើងBulma ក៏ប្រាប់ថា Gohan បានធ្វើដំណើរទៅរក Dragon Ball បាត់ហើយស្រាប់តែពេលនោះ Krillin ក៏ចាប់បានចំហាយថាមពលដ៏ខ្លាំងមួយបានធ្វើដំណើរមកទីនេះ Bulma ក៏គិតថានេះប្រហែលជាចំហាយថាមពលរបស់ Gohan តែ Krillin ក៏ប្រាប់ថាថាមពលនេះមិនមែនជារបស់ Gohan ទេពេលនឹងដែរវិជីតាក៏មកដល់ធ្វើឲ្យ Krillin និង Bulma ពិតជា surprise និងភ័យខ្លាំងមែនទែនមិននឹកស្មានថាវិជីតាតាមគេពីក្រោយ
ខ្លួនរបស់ពួកគេវិញគឺថាញ័រហើយវិជីថាក៏សម្លុតឲ្យ Krillin បកគោ Dragon Ball នៅក្នុងដៃរបស់គេមកឲ្យគេបើសិនជា Krillin មិនចង់ស្លាប់ហើយបើសិនជាគេចង់រត់ចាស់ចេញពីទីនេះជាមួយនឹង Dragon Ball នោះមនុស្សស្រីដែលនៅក្រោយគេនឹងត្រូវស្លាប់និយាយអត់តន់ចប់ផង Zabon ក៏ធ្វើដំណើរមកដល់ទីនេះមកមើល Goku វិញពេលនេះរាងកាយរបស់គេទប់ទល់លេងចង់ជាប់ហើយដោយមានឈាមហូរតមកជាច្រើន Goku ក៏ប្រើប្រាស់ Kamehameha ដើម្បីកាត់ខ្សែនោះតែដោយសារតែនៅក្នុងនឹងវាមានទំនាញខ្លាំងពេក Kamehameha នោះក៏ហោះចុះមកខាងក្រោមវិញធ្វើឲ្យ Goku ត្រូវរបួសកាន់តែខ្លាំងថែមទៀតគឺថាជើងរបស់គេស្ទើរតែដាច់ហើយបើមកភព Namek វិញបូម៉ាគ្រាន់តែឃើញសម្រស់របស់ Zabon ភ្លាមក៏គិតថាគេគឺជាព្រះអង្គម្ចាស់ដែលបានធ្វើដំណើរមកជួយស្រីសាទដូចជានាងតែ Krillin ក៏ប្រាប់ថាគេមកនេះមិនមែនមកជួយទេ Zabon ក៏ឲ្យជំរឿវិជីថាចំនួន2ទី1និយាយប្រាប់គេអំពីទីតាំងដែលគេបានយក Dragon Ball ទាំង5គ្រាប់នោះទៅលាក់ទុកនិងទី2វិជីថាត្រូវទៅជួប Frieza ដោយផ្ទាល់តែម្ដងវិជីថាក៏ដូចគេថាបើឯងចង់ដឹងណាធ្វើឲ្យយើងនិយាយមក Zabon ក៏សើចហើយក៏ដូចវិញថាដោយក្តីរីករាយរួចពួកគេក៏ចាប់ផ្ដើមប្រយុទ្ធគ្នាដោយធ្វើការបាញ់ផ្លាស់ស្ដាប់គ្នាទៅវិញទៅមកធ្វើឲ្យទីនោះផ្ទុះខ្លាំងមែនទែនឃើញថាវិជីថាកំពុងតែជាប់រវល់ប្រយុទ្ធគ្នា Krillin ក៏ដៃបូម៉ាដើម្បីរត់ចាស់ចេញពីទីនេះតែសយវិជីថាក៏បាញ់ផ្លាស់ជាច្រើនរាំងផ្លូវដើម្បីកុំឲ្យពួកគេរត់ Zabon វិញគេអាចធ្វើវិជីថាបានទេអញ្ចឹងហើយគេក៏ប្រែកលាទៅជារូបរាងមួយទៀតរួចក៏បន្តការប្រយុទ្ធគ្នារបស់ពួកគេវិជីថាវិញគេក៏បានបាញ់ផ្លាស់ជាច្រើនទៅកាន់ Zabon មកមើល Goku ដែលជាប់នៅក្នុងព្យុះអាកាសវិញគេបានប្រើប្រាស់ Kaioken ដើម្បីរុញរាងកាយរបស់គេឲ្យវិលរហូតទាល់តែគេរបូតធ្លាក់ចុះមកខាងក្រោមឃើញថា Goku រួចធ្វើឲ្យឪពុករបស់បូម៉ាអ៊ូឡុងក៏ដូចជាភួរពិតជាសប្បាយចិត្តខ្លាំងមែនទែនតែ Goku វិញពេលនេះជើងរបស់គេទាំងសងខាងគឺបាក់អស់ហើយគេអាចដើរបានទេ Goku ក៏យកក្បាលរបស់គេទៅអុកនឹងម៉ាស៊ីនទំនាញហើយអ្វីៗក៏ប្រែមកជាធម្មតាវិញបើមកការប្រកួតគ្នាវិញវិជីថាបានបញ្ឆោតឲ្យ Zabon ហោះដេញតាមគេរួចវិជីថាក៏គប់ដីដាក់ភ្នែកគេឆ្លៀតឱកាសនេះវិជីថាក៏មាត់មួយដៃចំកណ្ដាលខ្នងរបស់ Zabon រហូតដល់ធ្លុះអាក្រក់របស់គេវិជីថាក៏ប្រលឹងមកខាងក្រោយហើយក៏ដាក់មួយដៃធ្វើឲ្យ Zabon ធ្លាក់ចូលទៅក្នុងទឹកបាត់ទៅបន្ទាប់មកវិជីថាក៏បាញ់បន្លាស់ជាច្រើនចូលទៅក្នុងទឹកនោះបន្ថែមទៀតពួកគេក៏បន្តប្រយុទ្ធគ្នាតែមើលទៅវិជីថាមានប្រៀបជាង Zabon វិជីថាក៏ឲ្យ Zabon សុំចុះចាញ់ហើយសុំអង្វរគេឲ្យទុកជីវិតឲ្យតែ Zabon ក៏សើចវិជីថាក៏ប្រាប់ថាកំហុសដ៏ធំរបស់គេគឺមើលងាយពូជសាសន៍របស់សេនព្រោះថាគ្រប់ពូជសាសន៍ទាំងអស់តែងតែចុះខ្សោយនៅក្នុងការប្រយុទ្ធតែពូជសេនវិញនៅពេលដែលពួកគេកាន់តែប្រយុទ្ធនោះថាមពលរបស់ពួកគេនឹងកាន់តែកើនឡើងបើមក Goku វិញគេបានយកគ្រាប់សណ្ដែកសេនស៊ូមកញ៉ាំធ្វើឲ្យឆ្អឹងដែលបាក់របស់គេជាឡើងវិញវិជីថាវិញគេក៏បន្តនិយាយទៀតថាមិនថាឆ្អឹងរបស់ពួកគេបាក់ឬត្រូវរបួសខ្លាំងយ៉ាងណាទេពួកសេននឹងកាន់តែខ្លាំងទៅ Krillin វិញគេក៏ចាប់អារម្មណ៍ថាវិជីថាហាក់បីដូចជា Goku អញ្ចឹងមិនថាគេត្រូវរបួសខ្លាំងយ៉ាងណាទេគឺពេលដែលគេត្រឡប់មកជាសះស្បើយវិញថាមពលរបស់គេគឺកាន់តែកើនឡើង Zabon ក៏ស្រែកខ្លាំងៗថាទោះបីជាវិជីថាកើនឡើងថាមពលខ្លាំងជាងមុនក៏ពិតមែនតែគេនៅតែមិនអាចយកឈ្នះខ្លួនគេបានដដែលZabon ក៏ស្ទុះចូលទៅមាត់ជាច្រើនដៃទៅលើវិជីថាវិញក៏មាត់គេជាច្រើនដៃដូចគ្នារហូតដល់ធ្លុះពោះរបស់ Zabon ធ្វើឲ្យមានឈាមហូរចុះមកយ៉ាងច្រើន Zabon ក៏សូមអង្វរវិជីថាទុកជីវិតឲ្យគេនោះគេនឹងចូលក្រុមជាមួយវិជីថាដើម្បីកម្ចាត់ Frieza ទាំងអស់គ្នាតែវិជីថាវិញគេអត់ខ្វល់ទេក៏បាញ់ផ្លាស់ទម្រុះខ្លួនរបស់ Zabon សម្រាប់គេចោលបាត់ទៅវិជីថាក៏ដឹងថាមពលរបស់ Krillin ពេលនេះគឺខ្លាំងជាងមុនប៉ុន្តែនៅតែមិនទាន់ខ្លាំងគ្រប់គ្រាន់ដើម្បីយកឈ្នះគេបានទេវិជីថាក៏សម្លុតឲ្យ Krillin បកគោ Dragon Ball មកឲ្យគេតែ Krillin ក៏បដិសេធឃើញតែ Krillin បដិសេធបែបនេះវិជីថាក៏គំរាមសម្លាប់បូម៉ាដោយគ្មានជំរើស Krillin ក៏បកគោ Dragon Ball នោះទៅឲ្យវិជីថាបន្ទាប់ពីទទួលបាន Dragon Ball ពី Krillin ហើយវិជីថាក៏ហោះចាស់ចេញពីទីនោះមូលហេតុដែល Krillin បកគោ Dragon Ball ទៅឲ្យវិជីថាដោយសារតែគេដឹងថាវិជីថាអាចប្រើប្រាស់វាបានទេដោយសារតែ Gohan មាន Dragon Ball មួយគ្រាប់នៅក្នុងដៃមកមើល Frieza វិញគេបានសួរកូនចៅរបស់គេម្នាក់ថាតើក្រុម Ginyu Force បានធ្វើដំណើរមកដល់នៅកូនចៅនឹងក៏តបថាគេបានផ្ញើសារទៅរួចហើយក្រុម Ginyu Force ក៏កំពុងតែរៀបចំដើម្បីចេញដំណើរមកដូចគ្នាបន្ទាប់ពីដឹងហើយ Frieza ក៏បាញ់សម្លាប់គេចោលបាត់ទៅនៅភពមួយទៀតវិញតបពិសេសដែលជា Ginyu Force ក៏បានចេញដំណើរមកកាន់ភព Namek King Kai ដែលស្ថិតនៅក្នុងភពរបស់គាត់វិញក៏ទទួលបានចំហាយថាមពលដ៏អាក្រក់ចំនួន5បានធ្វើដំណើរទៅកាន់ភព Namek ពេលនោះ King Kai ក៏ដឹងថានេះគឺជាតបពិសេសរបស់ Frieza ដែលហៅថា Ginyu Force ធ្វើឲ្យ King Kai ភ័យខ្លាំងមែនទែនយ៉ាំឆាក៏សួរ King Kai ថាតើ Ginyu Force នឹងគឺជាអ្នកណា King Kai ក៏ប្រាប់ថា Ginyu Force គឺជាក្រុមពិសេសរបស់ Frieza ដែលពួកគេមានថាមពលខ្លាំងមែនទែនទីណាដែលពួកគេទៅដល់ទីនោះនឹងកើតមានសង្គ្រាមហើយនឹងមានមនុស្សស្លាប់ជាច្រើនអ្នកយ៉ាំឆាក៏និយាយថាបន្ទាប់ពីគេវឹកហាត់នៅទីនេះហើយក្រុម Ginyu Force នឹងក្លាយទៅជាក្រុម Force Back Home
ឬបែបនេះភ្លាមធ្វើឲ្យជុតស៊ូនឹងធានអស់សំណើចខ្លាំងមែនតែនព្រោះថា force back home មានន័យថាបង្ខំឲ្យទៅផ្ទះវិញតែកេងខៃវិញក៏រត់សោតជាមួយពួកគេទេព្រោះថាក្រុម Genu Force ម្នាក់មានថាមពលខ្លាំងជាង Goku ដល់ទៅ5ដងមកមើល Gohan វិញខណៈពេលដែលគេហោះតាមផ្លូវគេក៏ចាប់បានចំណាយថាមពលរបស់ Vegeta រួចគេក៏រត់ទៅពួនមកទៅចំណែកឯ Vegeta វិញក៏ចាប់បានចំណាយថាមពលរបស់ Gohan ផងដែរ Vegeta ក៏ស្រែកឲ្យ Gohan បង្ហាញខ្លួនបើសិនជាមិនបង្ហាញខ្លួនទេគេនឹងបាញ់កំទេចទីនេះចោល Gohan វិញគេពិតជាភ័យខ្លាំងមែនតែនរួចក៏នឹកឃើញដល់ពាក្យសម្ដីរបស់ Krillin ដែលបានប្រាប់គេថាគេមិនមែនជាដៃគូរបស់ Vegeta ទេ Vegeta វិញបន្ទាប់ពីឃើញថា Gohan នៅតែមិនទាន់បង្ហាញខ្លួនគេក៏ចាប់ផ្ដើមបាញ់ប្រឡាស់ដើម្បីកំទេចទីនេះតែពេលនោះ Gohan ក៏បង្ហាញខ្លួនដោយគេបានលាក់ត្រាងកណ្បោនៅខាងក្រោយថ្មបន្ទាប់ពីឃើញ Gohan ហើយ Vegeta ក៏ប្រាប់ថាមុននឹងគេទើបតែជួបគ្នារបស់គេ Gohan វិញបន្ទាប់ពីឃើញថា Vegeta មានត្រាងកណ្បោគេក៏សួរថាតើត្រាងកណ្បោនឹងគេបានមកពីណា Vegeta ក៏ប្រាប់ថាគ្នារបស់គេម្នាក់ដែលមានក្បាលតងើបានបកគោលវាមកឲ្យគេពេលនោះ Vegeta ក៏ស្ទុះយ៉ាងលឿនទៅចិត្ត Gohan ហើយក៏សួរគេថាតើនៅក្នុងដៃរបស់គេគឺជាឧបករណ៍អ្វី Gohan ក៏កុហកថាវាគ្រាន់តែជានាឡិកាតែប៉ុណ្ណោះ Vegeta ក៏បន្តសួរទៀតថាតើឪពុករបស់គេស្ថិតនៅក្នុងភពនេះដែរមែន Gohan ក៏ប្រាប់ថាឪពុករបស់គេមិនស្ថិតនៅលើភពមួយនេះទេហើយគេក៏ខានជួបគ្នាជាមួយឪពុករបស់គេអស់ជាច្រើនខែផងដែរ Vegeta ក៏យកដៃរបស់គេដាក់ទៅលើក្បាលរបស់ Gohan ហើយក៏ប្រាប់ថាពួកគេគឺជាសេនដែលនៅសល់ចុងក្រោយអញ្ចឹងហើយពួកគេត្រូវតែចេះមើលថែគ្នាឲ្យដូចជាបងប្អូនអញ្ចឹង Gohan វិញគេភ័យឡើងបែកញើសអស់ហើយស្រាប់តែពេលនោះ Vegeta ក៏អុក Gohan មួយជង្គង់ធ្វើឲ្យ Gohan ជឿចាប់ខ្លាំងមែនតែន Vegeta ក៏យកជើងរបស់គេចន់ទៅលើក្បាលរបស់ Gohan រួចក៏និយាយឌឺ Gohan ឲ្យត្រឡប់ទៅផ្ទះវិញហើយយំប្រាប់ម្ដាយរបស់គេព្រោះថាទីនេះមិនមែនជាកន្លែងសម្រាប់កូនក្មេងលេងទេនិយាយរួចគេក៏ហោះចាកចេញពីទីនេះបាត់ទៅ Gohan វិញបន្ទាប់ពីឆ្លងកាត់ដំណាក់កាលស្លាប់រស់ជាមួយ Vegeta រួចហើយគេពិតជាសប្បាយចិត្តខ្លាំងមែនតែនដោយសារតែ Vegeta ក៏ដឹងថា Gohan បានលួចត្រាកណ្បោរបស់គេមួយគ្រាប់ទេ Krillin ដែលរងចាំ Gohan វិញគេពិតជាភ័យខ្លាំងមែនតែនព្រោះថាអត់ទាន់ឃើញ Gohan ត្រឡប់មកវិញតែពេលនោះ Gohan ក៏មកដល់ជាមួយនឹងត្រាកណ្បោមួយគ្រាប់ Krillin ក៏ប្រាប់គេថាពេលនេះគេត្រូវតែផ្លាស់ប្ដូរទីតាំងហើយដោយសារតែ Vegeta បានស្គាល់អំពីកន្លែងលាក់ខ្លួនរបស់ពួកគេ Vegeta វិញគេក៏ធ្វើដំណើរមកដល់កន្លែងដែលគេលាក់ត្រាកណ្បោហើយគេពិតជាសប្បាយចិត្តខ្លាំងមែនតែនដោយសារតែពេលនេះគេមានត្រាកណ្បោចំនួន7គ្រាប់ហើយពេលដែលគេចុះទៅរាវរកត្រាកណ្បោក៏ឃើញថាវាបានបាត់ធ្វើឲ្យ Vegeta សង្ស័យថា Gohan បានលួចត្រាកណ្បោរបស់គេហើយ Vegeta ក៏ឆ្ងល់ដូចគ្នាថាម៉េចបានជា Gohan ដឹងថាត្រាកណ្បោស្ថិតនៅទីនេះបន្ទាប់ពីគិតបានមួយសន្ទុះ Vegeta ក៏នឹកឃើញដល់ម៉ាស៊ីនដែលនៅក្នុងដៃរបស់ Gohan ហើយក៏ដឹងថាម៉ាស៊ីននេះប្រកាសជាអាចចាប់ទីតាំងរបស់ត្រាកណ្បោបានដោយមិនបង្អង់យូរ Vegeta ក៏ធ្វើដំណើរហោះចាស់ចេញពីទីនេះជាមួយនឹងកំហឹងយ៉ាងខ្លាំងហើយក៏និយាយថាបើសិនជាគេរក Gohan ឃើញគេនឹងសម្លាប់ Gohan ចោលតែម្ដងពេលដែលគេមកដល់ក៏ឃើញថា Gohan និងគ្នារបស់គេបានរត់អស់ហើយធ្វើឲ្យ Vegeta រត់តែខឹងថែមទៀតរួចក៏កំទេចទីនោះចោលបាត់ទៅមកមើល Gohan និងគ្នារបស់គេវិញបានលាក់ខ្លួននៅក្នុងកលាថ្មមួយកន្លែង Krillin ក៏ប្រាប់ឲ្យ Bulma ចាំពួកគេនៅទីនេះព្រោះថាគេនឹងយក Gohan ឲ្យទៅជួប Guru ដើម្បីដាស់ថាមពលដែលដេកលក់របស់ Gohan តែ Bulma យល់ព្រមទេព្រោះថាទីនេះវាមានគ្រោះថ្នាក់ខ្លាំង Krillin ក៏ប្រាប់ថានៅពេលដែល Gohan ទៅជួប Guru ហើយនោះថាមពលរបស់គេនឹងខ្លាំងជាងមុនអញ្ចឹងហើយនៅពេលដែលពួកគេជួប Vegeta ម្ដងទៀតពួកគេនឹងអាចយកឈ្នះ Vegeta បានវគ្គនេះក៏ចាប់ត្រឹមកន្លែងហ្នឹងដែលក្រុម Genu Force កំពុងតែធ្វើដំណើរមកកាន់ភព Namek នៅពេលដែលពួកគេមកដល់នោះទ័ពរបស់ Frieza នឹងរត់តែខ្លាំងជាងមុនថែមទៀតប៉ុន្តែពួកគេមិនមែនជាអ្នកដែលហោះមកភព Namek តែម្នាក់ឯងទេព្រោះថា Goku ក៏កំពុងតែធ្វើដំណើរមកកាន់ភព Namek ដូចគ្នាចំណែកឯ Krillin និង Gohan វិញកំពុងតែធ្វើដំណើរទៅជួប Guru អញ្ចឹងយើងមានតែតាមដាននៅវគ្គក្រោយតែប៉ុណ្ណោះថាតើក្រុមមួយណានឹងយកឈ្នះនៅក្នុងសង្គ្រាមដណ្ដើមត្រាកណ្បោមួយនេះ